ងម្រះរួចហើយនឹងកាត់វាជាកង់យកស្នូលឲ្យស្អាតបន្ទាប់មកយកមីសួរត្រាំទឹកនិងសាច់ជ្រូកបន្ទាប់មកច្រាំសាច់ជ្រូកឲ្យម៉ត់ហើយដាំខ្ទឹម3កំពឹសច្រាំឲ្យម៉ត់ប៊ីចេងបន្តិចស្ករបន្តិចម្រេចកន្លះស្លាបព្រាស្អៀវ3ស្លាបព្រាបាយហាន់ស្លឹកខ្ទឹមឲ្យម៉ត់របល់ចូលគ្នាឲ្យសព្វញាត់សាច់ចូលម្រះនិងកត់ឲ្យណែនកុំឲ្យពេលស្ងោរវាជ្រុះពីម្រះទឹកក្នុងឆ្នាំងស្លឹកខ្ទឹមបង្គាក្រៀមឬក្រៀមម្រេចគ្រាប់ប្រេងឆាបន្តិចអំបិលកន្លះស្លាបព្រាបាយទុកឲ្យពុះដាក់ម្រះចូលងាស់ពេលកន្លះម៉ោងពេលសាច់ម្រះកាន់តែផុយកាន់តែឆ្ងាញ់អរគុណបងប្អូនជួយ Subscribe អ្នកមួយផង